សួស្តីអ្នកនាងថ្ងៃនេះយើងមករៀនពីការសរសេរកូដតែដើម្បីសរសេរកូដបានគឺយើងធ្វើការតឡើងកម្មវិធី deal មួយហើយខ្ញុំនឹងដាក់ file នៅខាងក្រោម comment អ្នកនាងអាចចូលទៅតឡើងកម្មវិធីនោះបានតែឥឡូវយើងធ្វើការចូលកម្មវិធីនោះមកពេលដែលយើងចូលមកដំបូងគឺវានឹងចេញចម្លងបែបហ្នឹង source code បែបហ្នឹងបន្ទាប់មកទៀតអ្នកនាងចុចទៅលើ file នៅខាងលើហ្នឹងហើយចុចយកពាក្យ new តទៅពី new អ្នកនាងចុចយកពាក្យ project មកអ្នកនាង select យករូបខាងលើហ្នឹងដូចខ្ញុំមកហើយយកភាសា C ចុច create តាមហ្នឹងមកកន្លែងនេះគឺជាការដាក់ឈ្មោះរបស់ project យើងទេហើយតោះមកយើងចុច create មកពេលដែលចុច create ហើយវានឹងចេញទម្រង់បែបនេះដោយឲ្យអ្នកនាង save ទៅលើ file ណាមួយអ្នកនាងជ្រើសយកកន្លែងដែលអ្នកនាង save ទុកទៅហើយធ្វើការចុច save ដែលយើងនឹងអាចសរសេរកូដបានហើយគឺនឹងចេញ line 1 line 2 យ៉ាងទៅដែលទៅនេះដំបូងយើងទៅវាយពី include ហើយសញ្ញាបើកបិទហ្នឹងគឺ stdio មកហើយ dot hashតើមកតែវាយពាក្យថា int main ដែលកន្លែងនេះគឺយើងបើកវងកញ្ចក់មួយហើយបើកគ្នាបចឹងឯណាស់ហើយយើងធ្វើការចូលបន្ទាត់មកក្រោមបានឆ្ងាយតិចមកស្រួលយ៉ាងសេក្រោមគេនេះយើងវាយ return 0ហើយ semicolon មកដែលកន្លែងនេះប្រៀបដូចជាខណ្ឌចឹងក្នុងភាសាខ្មែរយើងចំពោះ include stdio ហ្នឹងគឺជាប្រព័ន្ធប្រតិបត្តិការទេអ្នកគ្នាដែលអាចឲ្យយើងគឺបញ្ចូលនឹងបង្ហាញចំណីបានចំពោះ int main ហ្នឹងគឺវានៅពេលដែលកូដយើងរ៉ាន់ទៅហើយវានឹងដំណើរការនៅក្នុងវងកញ្ចក់នៅតែម្ដងអញ្ចឹងបានគេសរសេរតម្រងបែបនេះដើម្បីសរសេរបង្ហាញសារអ្នកគ្នាវាយ print s មកហើយយើងបើកវងកញ្ចក់ឲ្យដាក់គ្នាបសងខាងថ្មីកណ្ដុរហ្នឹងយើងសរសេរពីអីក៏បានដែរក្នុងហ្នឹងដែលក្នុងនេះខ្ញុំសរសេរពី hello world ដើម្បីបញ្ចេញហើយដើម្បី run វាបានអ្នកគ្នាចុចទៅលើរូបខាងលើនេះជ្រុង4ហ្នឹងចុចទៅវានឹង run កូដឲ្យអ្នកគ្នាឃើញសារមួយហើយតែពេលនេះវាឲ្យយើងដាក់ឈ្មោះអ្នកគ្នាគឺយើងអាចដាក់ឈ្មោះកូដយើងហ្នឹងដាក់នៅក្នុង folder មួយណាក៏បានដែរនៅកន្លែងនេះយើងដាក់ឈ្មោះអីក៏បានដែរប៉ុន្តែខ្ញុំដាក់ឈ្មោះ01 unit ខាងក្រោមនេះគឺយើងអាចចុចរើសវាបានបើយើងសរសេរភាសា C យើងចុចលើភាសា C ទៅបើ C++ ចុចលើ C++ បន្ទាប់មកអ្នកគ្នាចុច saveនោះអ្នកគ្នានឹងឃើញកូដមួយដែលបង្ហាញលទ្ធផលចេញមកហើយគឺកូដដែលយើងបាន run នឹងឯងដែលពាក្យថា hello world ដែលយើងបានសរសេរនោះហើយលទ្ធផលរបស់យើងហើយគឺជា hello world ហើយបើយើងចង់សរសេរទៀតអ្នកគ្នាគ្រាន់តែចុចប៊ីតុងអីក៏បានដែរនៅលើ keyboard របស់យើងហ្នឹងគឺវានឹងបាត់ទាំងមួយហ្នឹងហើយយើងធ្វើដដែលមកអ្នកគ្នាគឺ print s ហើយបើកវងកញ្ចក់គ្នាអ្នកគ្នាចង់សរសេរអីក៏បានដែរក្នុងហ្នឹងតែខ្ញុំសរសេរមកនឹង is ភាសាដែលកន្លែងនេះគឺយើងដក clear ទៅមុខហើយយើង complete semicolon តែខាងដល់ហ្នឹងបើសិនជាដាក់ទៅវា error ហើយខ្ញុំធ្វើការសរសេរបានច្រើនទេប៉ុន្តែខ្ញុំ copy យក control C មក copy លុបឲ្យស្មើតិចហើយបន្ទាប់មកអ្នកគ្នាចុច run កន្លែងមកហ្នឹងទៅវានឹងចេញលទ្ធផលឲ្យយើងតម្រង់បែបនេះគឺវាមកជួរដល់មកឃើញសារដែលយើងសរសេរបានប្រមាណវានឹងចេញមកប៉ុណ្ណឹងទាំងអស់អញ្ចឹងអ្នកគ្នានេះគឺជាលទ្ធផលដែលយើងទទួលបានហើយយើងធ្វើការបិទផ្ទាំងហ្នឹងយើងចង់សរសេរអីបន្ថែមទៀតក៏បានដែរតែយើងចុចខ្វែងមកខ្វែងក៏បានយើងចុចលើប៊ីតុងអីក៏បានដែរហើយដើម្បីឲ្យវាចូលបន្ទាត់អ្នកគ្នាមើលអញ្ចឹងគឺវាអត់ស្អាតខ្ញុំចង់ឲ្យវាចូលបន្ទាត់អ្នកគ្នាអញ្ចឹងយើងប្រើ /1 ហើយយើងវាយសរ n មក /n ហើយខាងក្រោមគឺដូចគ្នាដែរ /n 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 ហើយតាមពិតទៅកន្លែង hello world យើងមិនបាច់ /n ក៏បានដែរដោយសារតែវាចូលបន្ទាត់នៅខាងក្រោមហើយតទៅពីអញ្ចឹងរួចមកអ្នកគ្នាសាក់ run code មើលចុចពងមកវានឹងចេញទម្រង់បែបនេះដែលធ្វើឲ្យយើងស្រួលមើលគឺចូលបន្ទាត់អញ្ចឹងវីដេអូយើងមានតែប៉ុណ្ណឹងអ្នកគ្នារងចាំមើលវីដេអូក្រោយៗទៀតចាំជួបគ្នានៅវីដេអូក្រោយអ្នកគ្នា